ផ្ដើមធ្វើសកម្មភាពដោយភាពឆ្លាតវៃអ្នកបានយល់ពីច្បាប់នៃហេតុនិងផលបើមានរឿងអ្វីមួយកើតឡើងគឺវាមានហេតុនិងមានផលរបស់វាអ្នកបានយល់អំពីជំហានទាំងអស់ដែលជួយឲ្យអ្នកឆ្ពោះទៅកាន់ភាពជោគជ័យតែអ្វីដែលអ្នកនៅខ្វះទៀតនោះគឺក្រោកឈរឡើងហើយចាប់ផ្ដើមធ្វើសកម្មភាពដែលជាផែនការធំរបស់អ្នកប្រកបដោយភាពឆ្លាតវៃកុំឲ្យពេលវេលារបស់អ្នកកន្លងទៅនៃអក្សរបង់1វិនាទីណាឡើយសម្រាប់ចិត្តទៅថាត្រូវធ្វើជាមនុស្សជោគជ័យម្នាក់ឬក៏ធ្វើជាទាសករនៃជោគវាសនាមួយនេះការផ្លាស់ប្ដូររ៉ូមែងធ្វើឲ្យរឿងរ៉ាវជាច្រើនផ្លាស់ប្ដូរគឺវាមានទាំងរឿងល្អនិងរឿងអាក្រក់កើតឡើងតែអ្នកត្រូវយល់ថាការឈប់នៅស្ងៀមមួយកន្លែងគឺគ្រោះថ្នាក់ជាងអ្វីដែលអ្នកគិតឆ្ងាយណាស់ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនធំដែលអ្នកត្រូវយកចិត្តទុកដាក់ចាប់ផ្ដើមសរសេរទស្សនវិស័យនិងផែនការដាក់ក្នុងសៀវភៅកត់ត្រារបស់អ្នកបំបែកផែនការធំរបស់អ្នកឲ្យទៅជាបំណែកនៃផែនការជាមួយនឹងពេលកំណត់ដែលអ្នកត្រូវការសម្រាប់ឲ្យផែនការទាំងនោះសម្រេចបានបំបែកចំណែកផែនការទាំងនោះឲ្យទៅជាសកម្មភាពប្រចាំខែនិងប្រចាំថ្ងៃចាប់ផ្ដើមយកផែនការសកម្មភាពប្រចាំខែនិងថ្ងៃនោះមកអនុវត្តនិងវាយតម្លៃជារឿយៗចាប់ផ្ដើមអភិវឌ្ឍនិងដុសខ្លាត់ខ្លួនឯងដោយផ្ដោតទៅលើផែនការដែលអ្នកមានតាមរយៈការសិក្សាការអានការស្រាវជ្រាវនិងការទទួលបទពិសោធន៍ថ្មីៗចាប់ផ្ដើមពីពេលនេះតទៅ